ល្បិចពីលស៊ីពីលហេតុអ្វីបានជាលោកកឹមសុខាប្រកែកថាមិនធ្លាប់ស្គាល់លោកយឿនសំរិទ្ធីដែលជាជនសង្ស័យម្នាក់ក្នុងចំណោម3នាក់ដែលប៉ូលីសអាំងតែពោលកំពុងស្វែងរកចាប់ខ្លួនការពិតរវាងលោកកឹមសុខានិងយឿនសំរិទ្ធីអ្នកទាំងពីរគឺជាមនុស្សជិតស្និទ្ធបំផុតហើយតាមប្រព័ន្ធ Facebook ហើយបានយកសកម្មភាពក្លាហានរបស់យឿនសំរិទ្ធីយកទៅគៀនកលុយជំនួយពីខ្មែរនៅឯក្រៅប្រទេសហើយលុយជំនួយទាំងនោះត្រូវចែកគ្នារវាងអ្នកទាំងពីរនេះពីព្រោះតែចាញ់អបាយកលបោកប្រាស់របស់លោកកឹមសុខានេះហើយទើបបណ្ដាលឲ្យលោកយឿនសំរិទ្ធីភ្លេចគិតពីតម្លៃសិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃរហូតហ៊ានទាំងប្រើពាក្យគំរាមសម្លាប់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនិងប្រមាថព្រះមហាក្សត្រថែមទៀតផងឥឡូវនេះប៉ូលីសអាំងតែប៉ូលកំពុងស្វែងរកចាប់ខ្លួនលោកយឿនសំរិទ្ធីនៅរដ្ឋច័រជាសហរដ្ឋអាមេរិកនិងជនជាប់សង្ស័យ2នាក់ទៀតម្នាក់នៅរដ្ឋ Pennsylvania និងម្នាក់ទៀតនៅរដ្ឋ Washington ដោយការជាប់ពាក់ព័ន្ធគ្នាយ៉ាងស្អិតរមួតនេះហើយទើបជនសង្ស័យយឿនសំរិទ្ធីទាមទារឲ្យលោកកឹមសុខាត្រូវតែចេញមុខមកទទួលខុសត្រូវជាមួយហើយជាពិសេសសូមផ្ដាំម្ដងទៀតទៅដល់លោកប្រធានកឹមសុខាហ្នឹងហើយរឿងអស់លោកក៏ដូចជារឿងខ្ញុំដែរ